ស្ដាប់ចំឡាយអូនហើយអូអានអើយបងអាណិតអូនណាស់បងមិនប្រកាន់រឿងកន្លងចាស់ចាស់ព្រោះវាបានផ្លាស់ជារឿងអតីតតួអូនធ្លាប់ធ្វើការក្នុងការ៉ាអូខេបងមិនប្រកាន់ទេនឹងស្នេហ៍អូនទ្វេដងពីពេលនេះទៅរឿងអូនក៏ជារឿងបងសូមបន្ផ្សងជួបអូនគ្រប់ជាតិឆាកជីវិតនោះគ្រប់រូបតែងឆ្លងកាត់រឿងអាក្រក់ឡជំនះភាពប្រព្រឹងប្រែងធ្វើការមិនថាធ្ងន់ស្រាលលំបាកប៉ុណ្ណាជារឿងធម្មតាសម្រាប់អ្នកក្រស្រីការ៉ាអូខេក៏មានគុណតម្លៃដូចស្រីដទៃផ្សេងទៀតផងដែរការងារត្រឹមត្រូវបានទទួលប្រាក់ខែសល់បានចិញ្ចឹមម៉ែនៅស្រុកកំណើតបងស្រឡាញ់អូនចេញពីបេះដូងតាំងពីគ្រាដំបូងពេលយើងជួបគ្នាបងនឹងមើលថែអូនមិនថាឈឺឬជាទោះក្តៅរងាបងនៅក្បែរអូនជានិច្ចនឹងមាតាគេឈ្មោះអាណែ